នោះគឺដោយសារតែថ្ងៃនេះគឺយើងឃើញព្រះបាទព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហមុនីព្រះអង្គបានសពរាជហឫទ័យលើកលែងទោសមួយផ្នែកទៀតដល់លោកកឹមសុខាតាមរយៈព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះបាទនរោត្តមសីហមុនីនៅថ្ងៃនេះដែលមែនតើទៅគឺជាដំណឹងល្អសម្រាប់លោកកឹមសុខាបានមួយកម្រិតនោះត្រង់ថាព្រះបាទនរោត្តមសីហមុនីព្រះអង្គទ្រង់លើកលែងទោសចំពោះទោសបន្ថែមតាក់ទងនឹងលោកកឹមសុខាគឺលើកលែងទោសដែលហាមឃាត់ការធ្វើដំណើរចេញទៅក្រៅប្រទេស5ឆ្នាំដែលរដ្ឋាភិបាលដែលតុលាការកម្ពុជាបានកំណត់ឲ្យលោកកឹមសុខាពេលដែលឲ្យគាត់រួចចេញពីផ្ទះមកនៅអាចចេញដូចថាឈប់ជាប់គុកនៅក្នុងផ្ទះជាប់ឃុំនៅក្នុងផ្ទះក៏តុលាការនឹងកំណត់ដាក់ទោសគាត់បន្ថែមនឹង5ឆ្នាំទៀតមិនឲ្យគាត់ធ្វើដំណើរចេញទៅក្រៅប្រទេសដើម្បីចងជើងគាត់មិនឲ្យទៅជួបសកម្មជនឬអ្នកគ្រប់គ្រងគាត់នៅស្រុកក្រៅណាឥឡូវនេះប្រករណាព្រះបាទនរោត្តមសីហមុនីព្រះអង្គបានប្រតិទានលើកលែងទោសឲ្យលោកកឹមសុខាអាចធ្វើដំណើរទៅក្រៅប្រទេសបានអញ្ចឹងអាទោស5ឆ្នាំដែលហាមមិនឲ្យធ្វើដំណើរទៅក្រៅប្រទេសនេះគឺបានលុបទៅវិញទៅហើយក្នុងព្រះរាជក្រឹត្យនេះបានន័យថាលោកកឹមសុខាក្លាយទៅជាប្រជាពលរដ្ឋខ្មែរមួយរូបដែលមានសេរីភាពអាចដើរហើរទៅទីណាក៏បានដែរទាំងនៅក្នុងប្រទេសកម្ពុជាទាំងនៅជុំវិញពិភពលោកក៏ប៉ុន្តែព្រះករុណាព្រះបាទនរោត្តមសីហមុនីទ្រង់មិនបានសពព្រះរាជហឫទ័យព្រះរាជទានទោសលើកលែងទោសដល់បំរាមហាមសិទ្ធិនយោបាយដែលមិនឲ្យលោកកឹមសុខាធ្វើនយោបាយមិនឲ្យលោកកឹមសុខាឈរឈ្មោះបោះឆ្នោតឬក៏ទៅបោះឆ្នោតនោះឡើយបាទនេះគឺជារឿងដែលគិតថាបានមកកលៈនៅមកកលៈព្រះរាជកិច្ចរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបាទបរមនាថនរោត្តមសីហមុនីនេះគឺបានផ្សព្វផ្សាយយ៉ាងទូលំទូលាយហើយអ្នកដែលចែកផ្សាយមុនគេគឺមេធាវីគឺសហមេធាវីរបស់លោកកឹមសុខាគឺលោកស្រីមេងសុភារីដែលលោកស្រីបានបង្ហោះសារនៅលើបណ្ដាញសង្គម Facebook លោកស្រីអមជាមួយនឹងព្រះរាជក្រឹត្យនេះផងហើយលោកស្រីបានមានសារនៅលើបណ្ដាញសង្គម Facebook របស់លោកស្រីដូច្នេះថាព្រះរាជក្រឹត្យលើកលែងទោសលោកកឹមសុខាចំពោះទោសបន្ថែមត្រង់ចំណុចការហាមឃាត់ចំពោះការចាក់ចេញពីដែនដីប្រជាណាចក្រកម្ពុជាសម្រាប់រយៈពេល5ឆ្នាំមានន័យថាចាប់ពីថ្ងៃឡាយពហោះលេខាព្រះមហាក្សត្រនេះតទៅគឺលោកកឹមសុខាមានសិទ្ធិធ្វើដំណើរទៅក្រៅប្រទេសបានបាទនេះគឺជារឿងត្រេកអរមួយបងប្អូនប៉ុន្តែរឿងនេះមិនមែនជារឿងចៃដន្យទេណាតិចបងប្អូនគិតថាអូស្រាប់តែសុកបកូរណាប្របាទនរោត្តមសីហមុនីលោកសពរិទ្ធហតីលើកលែងទោសលោកកឹមសុខាមកកលៈនេះហើយថាជារឿងមួយដែលចៃដន្យកើតឡើងដោយមិនបានព្រៀងទុកមិនមែនទេព្រោះរឿងអីក៏ដោយនៅប្រទេសកម្ពុជានេះគឺជារឿងនយោបាយអត់រឿងបច្ចេកទេសទេលោកកឹមសុខាអត់បានប្រព្រឹត្តទោសកំហុសអ្វីទាំងអស់ព្រោះគាត់ជាប្រធានគណៈបកនយោបាយដែលគណៈបកប្រជាជនកម្ពុជាដែលដឹកនាំដោយលោកហ៊ុនសែនចង់រំលាយចោលតែប៉ុណ្្នឹងឯងហើយនៅពេលដែលរំលាយហ្នឹងគឺរកផោះតាងដាក់បន្ទុកប្រឌិតឬក៏យ៉ាងម៉េចហ្នឹងគឺដើម្បីធ្វើយ៉ាងម៉េចឲ្យអាផោះតាងដែលមានតាំងពីឆ្នាំ2013មកចាប់គាត់ឆ្នាំ2017យកមកដាក់នៅក្នុងពន្ធនាគាររាប់ឆ្នាំដែលចោទជាបទល្មើសជាក់ស្ដែងអីហ្នឹងទៅចោទអាមេរិកអីពាក់ព័ន្ធជាមួយនឹងការផ្ដួលរំលំរដ្ឋាភិបាលសុទ្ធតែជាបទចោទបែបនយោបាយទាំងអស់ដើម្បីមានលេសក្នុងការរំលាយគណៈបកសង្គ្រោះជាតិនិងរំលាយអង្គការចាត់តាំងរបស់គណៈបកប្រឆាំងនេះកុំឲ្យមានប្រជាប្រិយអាចប្រកួតប្រជែងជាមួយនឹងគណៈបកប្រជាជនកម្ពុជាដែលកំពុងតែធ្លាក់ប្រជាប្រិយរាល់ថ្ងៃនោះទេដូច្នេះគណៈបកប្រជាជនកម្ពុជាខ្លាចចាញ់គណៈបកប្រឆាំងទើបធ្វើដូច្នេះរឿងជានយោបាយសុទ្ធកែច្បាប់នេះកែច្បាប់នោះធ្វើឲ្យតែហ៊ានប៉ូលីសតុលាការនឹងលែងជាស្ថាប័នឯករាជ្យហើយនាំគ្នាចេញញត្តិចេញអីកោតទោសលោកកឹមសុខាគ្រប់ស្ថាប័នរដ្ឋស្ថាប័នគ្រូបង្រៀនសាស្ត្រាចារ្យសាកលវិទ្យាល័យដូចថាវាធ្វើឲ្យប្រព័ន្ធយើងនឹងគឺដូចបៃលុកបៃឡបាយបិណ្ឌជាបាយបាត់ណាប៉ុន្តែដើម្បីអំណាចផ្ដាច់ការគេនៅក្នុងការក្រងអំណាចតកូលក្រុមគ្រួសារគឺគេធ្វើដូច្នេះប្រទេសកុម្មុយនីសណាគេធ្វើអញ្ចឹងដែរមិនមែនតែនៅស្រុកខ្មែរទេគ្រាន់តែរបៀបធ្វើវាខុសគ្នាតែរឿងនេះគឺជារឿងនយោបាយទាំងអស់ហើយនៅពេលដែលរឿងនយោបាយការដោះស្រាយបញ្ហាវាអត់អាចដោះស្រាយបញ្ហាតាមនីតិវិធីជាក់ស្ដែងបានទេគឺធ្វើទៅតាមការដែលគេចង់ឲ្យស្ថានភាពនឹងវាធូរដោយរបៀបណាព្រោះបើសិនជារឿងថារឿងនឹងមិនមានទោសសោះហេតុអីបានជាលោកកម្មសខាមានទោសតាំងពីដើមហេតុអីបានដាក់គុកគាត់ដល់ទៅជាប់ពន្ធនាគារឬក៏ជាប់គុកក្នុងផ្ទះនេះរហូតដល់ពេលមុននឹងឲ្យគាត់មកនៅក្រៅផ្ទះនេះ9ឆ្នាំហើយតើអ្នកណាសងអាថ្លៃខូចខាតហ្នឹងឥឡូវនេះគឺការដោះលែងបន្តិចម្ដងមិនមែនជារឿងចៃដន្យឬក៏មិនមែនអីហ្នឹងគឺដោយសារអីម៉ោងនេះអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោក Thomas Andrews កំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានិយាយអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលស្ថានភាពនៃការបំពេញទស្សនកិច្ចនេះគឺជាការធ្វើឲ្យកម្ពុជាខ្លួនឯងទៅសហគមន៍អន្តរជាតិទៅថាតើខ្លួនឯងដែលលោកហ៊ុនសែនប្រាប់ទៅលោក Thomas Andrews ថាប្រទេសកម្ពុជាជាប្រទេសដែលមានសិទ្ធិសេរីភាពពេញលេញអីអញ្ចឹងទៅដែលអ្នកទោសមនសិការជាប់គុកជិត130នាក់ហើយអត់បានដោះលែងទេលោកកម្មសខាក៏នៅតែជាប់បម្រាមសិទ្ធិនយោបាយនិងសិទ្ធិធ្វើដំណើរលោករងឈុនលោកស៊ុនចន្ទធីអ្នកដឹងដតីទៀតហ្នឹងគឺមានបញ្ហាសពបែបយ៉ាងដូច្នេះនេះគឺជារឿងឆ្លាតវៃមួយរបស់រដ្ឋាភិបាលកម្ពុជាដែរទេនៅក្នុងការដែលយើងថាឆ្លាតវៃរបស់រដ្ឋាភិបាលកម្ពុជាគេចោទយើងទៀតថាមើងងាយប្រជាស្ដារព្រះមហាក្សត្រទេដឹងព្រោះរឿងសម្រាប់ព្រះរាជហឫទ័យរបស់ព្រះមហាក្សត្រមានតកតងអីនឹងរដ្ឋាភិបាលព្រះរាជបកូនណាលោកអាចមានសពព្រះរាជហឫទ័យនៅក្នុងការត្រាស់បង្គាប់អីមួយបានតាក៏ប៉ុន្តែបងប្អូនត្រូវចាំណារឿងអីក៏ដោយតកតងនឹងការលើកលែងទោសគឺបកូនណាលោកមិនអាចនឹងធ្វើដោយឯងបានទេគឺតើតែមានសំណូមពរពីនាយករដ្ឋមន្ត្រីខ្មែរចឹងតើតែមានសំណូមពរពីលោកហ៊ុនម៉ាណែតចាស់ហេតុអីបានជាលោកហ៊ុនម៉ាណែតសំណូមពរត្រូវព្រះមហាក្សត្រសុំឲ្យតែមកលើកលែងតែបំរាមធ្វើដំណើរចេញទៅក្រៅចាស់ហេតុអីមិនធ្វើសំណូមពរផងទៅថាឲ្យលោកកឹមសុខានេះមានសិទ្ធិនយោបាយពេញលេញទាំងស្រុងអីចឹងតែម្ដងព្រោះអីយើងឃើញហើយការមានការដែល
តវ៉ាចង់និយាយថាសហគមន៍អន្តរជាតិគេកោតទោសឲ្យគេចាត់ទុកថារឿងនេះជារឿងនយោបាយសហគមន៍អឺរ៉ុបកាលពីក្រុមប្រឹក្សាគណៈកម្មការអឺរ៉ុបកាលពីថ្ងៃ16ខែកក្កដារាយការណ៍ទៅក្រុមប្រឹក្សាអឺរ៉ុបនិងសភាអឺរ៉ុបហ្នឹងក៏រកឃើញបញ្ហាលោកកម្មសខាបញ្ហារដ្ឋបတ်សិទ្ធិសេរីភាពអីចឹងដែរមិនមែនតែរឿងសិទ្ធិធ្វើដំណើរទៅក្រៅប្រទេសទេរឿងនេះគឺជារឿងតូចតាចមួយទេអាការធ្វើដំណើរទៅក្រៅប្រទេសនោះព្រោះលោកកម្មសខាគឺជាប្រជាពលរដ្ឋខ្មែររឿងទៅក្រៅប្រទេសជាសិទ្ធិស្របច្បាប់របស់គាត់ដែលមិនត្រូវហាមឃាត់តាំងពីដើមមកម្ល៉េះក៏ប៉ុន្តែវាមិនមែនសំខាន់តែត្រូវតែឲ្យគាត់ធ្វើដំណើរមកក្រៅប្រទេសចាត់ទុកថាជាការមានសិទ្ធិសេរីភាពទេតែនៅក្នុងប្រទេសហ្នឹងគាត់អាចទៅជួបក្រុមសមាជិកក្រុមប្រឹក្សាអ្នកគ្រប់គ្រងគាត់ឲ្យអាចថ្លែងសារនយោបាយសំណេះសំណាលដើម្បីបង្កើតគណៈបកវិញឬដើម្បីចូលរួមក្នុងជីវភាពនយោបាយគឺអត់ទាំងអស់ដូច្នេះក្នុងន័យនេះគឺអ្វីដែលធ្វើនេះគឺជាការដែលស្អំចិត្តដំណើរទស្សនកិច្ចរបស់លោក Thomas Andrew ហ្នឹងដើម្បីឲ្យលោកចេញមកវិញមកស្ពាយនឹងការថាអូឥឡូវបានធូរខ្ញុំជឿថាលោក Thomas Andrew ច្បាស់ណាស់នឹងលើកឡើងអំពីចំណុចវិជ្ជមាននេះហើយគឺជាការដែលធ្វើចំកលៈទេសៈដែរដើម្បីឲ្យលោកស្ពាយដូសជេទៅស្រុកអាមេរិកវិញដើម្បីរាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខសំទុះក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិហ្នឹងឲ្យលោក Andrew Thomas សំទុះ Thomas Andrews ហ្នឹងអាចមានហេតុផលមួយថាឃើញភាពវិជ្ជមានមួយដែរដែលរដ្ឋាភិបាលកម្ពុជាបានស្នើទៅព្រះមហាក្សត្រឲ្យប្រជាទានទោសលោកកម្មសខាឥឡូវហ្នឹងបានរួចផុតពីការដែលលែងជាប់បំរាមក្នុងការធ្វើដំណើរទៅក្រៅប្រទេសអីចឹងក៏ប៉ុន្តែអាសិទ្ធិនយោបាយនិងសិទ្ធិអីហ្នឹងសិទ្ធិបោះឆ្នោតសិទ្ធិអីហ្នឹងគឺជាសិទ្ធិធានាដោយរដ្ឋធម្មនុញ្ញខ្ញុំជឿថានេះនៅតែជារឿងមួយដ៏អវិជ្ជមានសម្រាប់កម្ពុជាដដែលទេអញ្ចឹងអាចំណុចល្អមានខ្លះហើយប៉ុន្តែចំណុចអាក្រក់ទាំងអស់នេះគឺនៅដដែលហើយកម្ពុជានឹងធ្វើរឿងនេះអញ្ចឹងទៀតដូចខ្ញុំនិយាយថាវាអត់មានជារឿងអីចៃដន្យទេវាជារឿងផែនការគេរៀបចំទុកមានដំណាក់កាលរបស់គេហេតុអីបានជាលោកកម្មសខាជាប់គុកនៅក្នុងផ្ទះដោះលែងគាត់ឲ្យចេញមកពីផ្ទះមកដើម្បីអាចមកនៅក្រៅបានទៅគាត់មិនឲ្យធ្វើដំណើរទៅក្រៅប្រទេសអីអញ្ចឹងហើយយកអាថែមទោសគេហៅអនុទោសអាទោសធំហ្នឹងវាមានហើយមកចេញអនុទោសបើលើកលែងទោសហើយមិនបានមានអនុទោសមានអីទៀតអញ្ចឹងទៅអញ្ចឹងគេរៀបចំទៅដើម្បីអីគេលើកមកកលៈទៀតទៅគឺគេបធូរបន្តិចទៅដល់ពេលមានស្ថានភាពរៀងតឹងតិចទៅបធូរបន្តិចទៅហើយយើងស្ដាប់មើលមកថារដ្ឋាភិបាលគេចិត្តបានគេចិត្តល្អគឺបធូរផ្ទះគេអត់ឆេះសោះយើងនាំគ្នាទៅដុតផ្ទះគេឲ្យឆេះហើយដល់ពេលយូរយកទឹកមកផ្តិលទៅជះអញ្ចឹងទៅខ្យល់បក់ខ្លាំងទៅថែមពីផ្តិលទៀតទៅឆេះចិត្តអស់អញ្ចឹងទៅយកទៅយកទឹកមកបាញ់អញ្ចឹងទៅដល់តែពេលឆេះនៅសល់ផេះផង់បានទៅជួយរើសស្ពាន់រើសដរ៉ាដើម្បីលក់ឲ្យអេចាយអញ្ចឹងតែតាមពិតផ្ទះគេអត់ឆេះទេពីដើមមកបើកុំយើងទៅដុតណារឿងនេះគឺជារឿងមួយដែលវាពិបាកមែនទែនដែលនយោបាយនៅប្រទេសកម្ពុជាវានៅតែមានភាពកខ្វក់កក្រិចស្មោកគ្រោកអញ្ចឹងណាបងប្អូនប៉ុន្តែធ្វើម៉េចប្រទេសយើងអញ្ចឹងឲ្យយើងធ្វើម៉េចឥឡូវរបៀបដឹកនាំរដ្ឋអញ្ចឹងឲ្យយើងធ្វើម៉េចយើងទទួលលេបយកទៅហើយគ្រាន់តែថាខ្ញុំនៅតែសាទរនៅតែរីករាយថានេះក៏ជាដំណឹងល្អដែរគ្រាន់តែថាគួរតែធ្វើឲ្យបានច្រើនជាងហ្នឹងទៅព្រោះលោកកម្មសខាគាត់ត្រូវតែមានសិទ្ធិសេរីភាពពេញលេញនៅក្នុងការដែលធ្វើដំណើរហើយរឿងនយោបាយនៅប្រទេសកម្ពុជានេះគឺជានយោបាយទុច្ចរិតណាស់យើងត្រូវចាំចេះទៀតចាំមើលរឿងស្អីក៏ដោយគឺបើសិនជារឿងបច្ចេកទេសចាំមកខ្ញុំមិនចង់វិភាគរឿងនេះវានាំឲ្យមានការថ្នាំងថ្នាក់ដែរការដែលឲ្យលោកកម្មសខាមានសិទ្ធិធ្វើដំណើរមកជួបសកម្មជនគាត់នៅក្រៅប្រទេសគឺជាបើយើងស្ដាប់មកមើលមកផ្លែទៅថាអូល្អមែនតើព្រោះអីជាការបទូបថយហើយប៉ុន្តែយើងស្ដាប់ឲ្យជ្រៅជាងនឹងតិចទៀតគឺប្រឡែងលោកកម្មសខាមកដើម្បីឲ្យគណៈបកប្រឆាំងនេះដែលមានក្រុមលោកសំរងស៊ីនិងក្រុមលោកកម្មសខាពាក់មុខយ៉ាក់ដាក់គ្នាទៀតហើយឧទាហរណ៍លោកកម្មសខាគាត់ចេញមកស្រុកក្រៅគាត់ចាប់ផ្ដើមជួបសកម្មជនគណៈបកសិទ្ធិមនុស្សពីមុនមកកសាងកវែកកឆ្នាំងនឹងឡើងវិញអញ្ចឹងទៅមានរូបភាពអីអញ្ចឹងទៅចាប់ផ្ដើមឲ្យឃើញក្រុមឲ្យឃើញបកពួកហើយខ្ញុំមិនជឿថាលោកកម្មសខាចេញមកក្រៅប្រទេសនេះមកចាប់ដៃលោកសំរងស៊ីឬក៏ជួបនេះជាមួយក្រុមលោកសំរងស៊ីអាចនឹងលំបាកហើយបើគាត់ធ្វើបានខ្ញុំលើកទឹកចិត្តឲ្យលោកកម្មសខាធ្វើឲ្យបងប្អូនក៏ចាំសម្គាល់មើលផងបើសិនជាលោកកម្មសខាចេញមកក្រៅបានហើយគាត់ទៅជួបតែក្រុមអ្នកគ្រប់គ្រងពលរបស់លោកកម្មសខាគឺនេះហើយគឺជានយោបាយរបស់គណៈបកកណ្ដាលអំណាចទៀតហើយនៅក្នុងការធ្វើឲ្យក្រុមទាំងពីរនេះគឺចាប់ផ្ដើមមើលមុខគ្នាមិនត្រង់ហើយយកឱកាសឲ្យលោកកម្មសខាហ្នឹងគឺឆ្លោះគ្នាជាមួយក្រុមលោកសំរងស៊ីអញ្ចឹងទៅឲ្យល្អកកអញ្ចឹងទៅចំណេញនយោបាយគណៈបកប្រជាជនកម្ពុជាទៀតអានេះបើសិនជាលោកកម្មសខាគាត់ដើរតាមមាគ៌ាហ្នឹងក៏ប៉ុន្តែបើលោកកម្មសខាឆ្លាតគាត់ចេញមកក្រៅប្រទេសអញ្ចឹងគាត់មកជួបសកម្មជនទាំងអស់ទាំងក្រុមលោកសំរងស៊ីទាំងក្រុមលោកកម្មសខាទាំងក្រុមអីនឹងទាំងអស់ចាត់ទុកថាជាគណៈបកប្រឆាំងតែមួយអាហ្នឹងគឺជាភាពឆ្លាតវៃរបស់គាត់ហើយខ្ញុំជឿថាតើគាត់ហ៊ានធ្វើដូច្នេះប៉ុណ្ណាយើងចាំមើលចំហរបស់លោកកម្មសខាតទៅទៀតតែគាត់ថាខ្ញុំជឿថានេះគឺជាចំហជាថាចំណុចវិជ្ជមានមួយដែលអនុញ្ញាតឲ្យលោកកម្មសខាចេញទៅក្រៅទៅជាក៏រកប្រាក់ជំនួយណាយ៉ាងហោចណាក៏ជួយឧបត្ថម្ភជីវភាពក្រុមគ្រួសារគាត់ដែរបើអត់ធ្វើការរហូតដល់9ឆ្នាំហើយបានប្រាក់ឯណាមកទទួលទានលោកម្ចាស់មានអ្នកបើកឡានមានអីផងមានត្រូវការចំណាយសពសារពើហ្នឹងអាចកូនចៅគាត់ជួយទេប៉ុន្តែយើងជាអ្នកនយោបាយហើយអត់មានប្រាក់ចំណូលអីសោះហ្នឹងតើអាចរស់យ៉ាងដូចម្ដេចទៅវាអាចលំបាកដែរដូច្នេះវាជាឱកាសដើម្បីឲ្យពួកគាត់ទៅរកថវិកាដើម្បីជួយជីវភាពឬក៏អាចថាជួបអ្នកផ្ដល់ក្តីសង្ឃឹមឲ្យអ្នកដែលគ្រប់គ្រងលោកកម្មសខាហ្នឹងបានមួយរយៈពេលក៏ប៉ុន្តែខ្ញុំជឿថាលោកកម្មសខាបើចេញមកក្រៅប្រទេសក៏មិនអាចជួបសកម្មជនថ្លែងសារជានយោបាយជាអីជាសាធារណៈអីបានដែរគឺគ្រាន់តែជួបញឹមទទួលទានអាហារជុំគ្នាអីហ្នឹងចប់ហើយឲ្យទៅជួបនៅក្នុងវេទិកាកាន់ក្បាលមេក្រូមកដើម្បីនិយាយថាអញ្ចេះអញ្ចោះអីគឺគេនឹងរករឿងគាត់ងាប់ទៀតហើយអញ្ចឹងទៅគេនឹងអាចនឹង
ដាក់បំរាមហាមអាសិទ្ធនយោបាយនឹងអីថែមទៀតក៏ថាបានឬក៏អាចជាប់គុកជាប់ច្បាប់វិញទៀតផងព្រោះគេប្រឡែងដូចឆ្មានឹងកដោទេបងប្អូនគឺកដោគឺគេឆ្មានឹងអង្គុយផ្ទះនឹងអង្គុយមើលមុននឹងលេបដូចថាវេទនាមែនតើរឿងនេះវាមិនគួរកើតឡើងក៏ប៉ុន្តែគឺគេធ្វើបាបធ្វើទុកបុកម្នេញអញ្ចឹងតែធ្វើមិនបងប្អូនបើយើងវាអញ្ចឹងតែម្ដងទៀតខ្ញុំនៅតែត្រេកអរសាទរដែរនៅក្នុងការដែលយ៉ាងហោចណាស់ក៏ធូរបន្តិចដែរព្រោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាហ្នឹងគឺលំបាកខ្លាំងមែនតើយើងដឹងហើយថ្ងៃនេះគឺអាមេរិកសម្រេចយកពន្ធបន្ថែម 10% ទៀតពីកម្ពុជាគឺចាប់ពីថ្ងៃទី24ខែកក្កដាឆ្នាំ2026នឹងតទៅដោយសារតែបញ្ហាពលកម្មដោយបង្ខំផងបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជានឹងទៀតរឿងចេះឥឡូវខ្ញុំ slash រឿងលោកកម្មសុខាបន្តិចចុះហើយដូចខ្ញុំនិយាយចឹងថាបងប្អូនខ្មែរនៅក្រៅប្រទេសអីហ្នឹងបន្តស្វាគមន៍គាត់ទៅទាំងក្រុមគ្រប់គ្រងលោកសំរងស៊ីក្រុមលោកកម្មសុខាអីហ្នឹងព្រោះតកតងនឹងគណៈបកប្រឆាំងសុទ្ធតែជាអ្នករងគ្រោះទេវាអត់មានអ្នកណាម្នាក់ដែលជាអ្នកដែលត្រូវឆ្លោះគ្នាត្រូវជជែកគ្នាអីពីរឿងក្រុមនេះក្រុមនោះអីទេព្រោះអីនយោបាយគណៈបកប្រឆាំងនេះយើងត្រូវចាំណាគឺតែដកហើយគឺលលាយខ្សលហើយគឺមានតែលេខបូកហ្នឹងតើព្រោះអីគណៈបកសិទ្ធិមនុស្សដំបង3កៅអីគណៈបកសំរងស៊ីដំបង26កៅអីបូកចូលគ្នាមិនមែនបាន29កៅអីទេណាបងប្អូន3បូកនឹង26ចូលគ្នាឡើងដល់55កៅអីឃើញទេនេះគឺជាលេខបូកតែដកគឺបានន័យថាលលាយខ្សលហើយអញ្ចឹងហើយបានថាពងខ្លាយទៅជាជនរងគ្រោះកុំឆ្លោះគ្នាក្នុងនាមជាជនរងគ្រោះព្រោះតែយើងឆ្លោះគ្នាក្នុងនាមជាជនរងគ្រោះគឺបានន័យថាយើងខ្វះសិលធម៌យើងទាបណាស់ព្រោះយើងជាជនរងគ្រោះយើងអត់ប្រឹងនាំគ្នារួមកម្លាំងគ្នាដើម្បីរកយុត្តិធម៌ឲ្យក្រុមវាបែរទៅជាសមាជិកក្រុមនាំគ្នាឆ្លោះគ្នាជេរបចោបតិចផ្ដាសាលៀបពណ៌ដាក់គ្នាអាហ្នឹងគឺជានយោបាយទី1អសិលធម៌អគុណធម៌ទី2បំផ្លាញក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ18លាននាក់នៅប្រទេសកម្ពុជាដែលគេមកទុកចិត្តយើងដូច្នេះជាថ្នាក់ដឹកនាំទាំងអស់នៅក្នុងគណៈបកប្រឆាំងម៉ោងនេះមិនចំពោះថាលោកកម្មសខាបានមកស្រុកក្រៅឬយ៉ាងណាទេបើអស់លោកនាំគ្នាប្រើនយោបាយលៀបពណ៌ថាលោកកម្មសខានឹងមកចូលទៅតែក្រុមពោលខាងលោកកម្មសខាហើយចាប់ផ្ដើមឲ្យមានការថ្នាំងថ្នាក់គ្នាអីទៀតពីក្រុមលោកកម្មសខាលោកក្រុមលោកសំរងស៊ីគឺអស់លោកកំពុងតែចិញ្ចឹមនយោបាយបំផ្លាញគ្នាហើយបំផ្លាញក្តីសង្ឃឹមហើយធ្វើឲ្យការដែលគ្រប់គ្រងអំណាចនៅកម្ពុជាបែបផ្ដាច់ការនឹងអាចនៅធ្វើបានមួយជីវិតហើយអស់លោកនឹងកំដរឆាកនយោបាយនេះដល់ថ្ងៃស្លាប់ប្រជាពលរដ្ឋនឹងរីងរៃគ្មានទីបញ្ចប់ហើយនេះគឺជានយោបាយបោកប្រាស់ដែរបើអស់លោកធ្វើដូច្នេះខ្ញុំគាត់ណាផ្ដាំនេះហើយប្រជាពលរដ្ឋឡើងមិនដូចជាល្ងងពេកទេបងប្អូនយើងមើលគ្រប់គ្នាទៅដឹងហើយនៅពេលដែលជនរងគ្រោះចាប់ផ្ដើមឆ្លោះគ្នាគឺអ្នកទាំងអស់គ្នានោះនឹងធ្វើនយោបាយដើម្បីចំណេញគណៈបកកណ្ដាលអំណាចហើយគណៈបកកណ្ដាលអំណាចក៏គេចង់បានអញ្ចឹងដែរគេឲ្យលោកកម្មសខាចេញមកក្រៅហ្នឹងគឺក្នុងន័យថាដើម្បីឲ្យទៅក្នុងគេមិនគិតថាលោកកម្មសខានឹងធ្វើឲ្យមានការឆ្លោះគ្នាជាមួយក្រុមលោកសំរងស៊ីប៉ុន្តែនឹងបង្កើតឲ្យមានរូបភាពមិនទុកចិត្តគ្នាហ្នឹងឯងព្រោះគាត់ចេញមកបានតែចេញមកបានទៅជួបបើជួបតែក្រុមលោកកម្មសខាលោកក្រុមលោកសំរងស៊ីនឹងថ្នាក់ចិត្តនឹងអីឬក៏អីចឹងតែប៉ុន្តែជាទម្លាប់ឃើញលោកសំរងស៊ីគឺជាអ្នកនយោបាយដែលមានភាពចាស់ទុំច្រើនតាក់ទងនឹងរឿងគាត់មិននិយាយអីប៉ះពាល់នឹងលោកកម្មសុខាសុំបីតែម្ដងនេះគឺជាគុណធម៌របស់ថ្នាក់ដឹកនាំគណៈបកប្រឆាំងមួយនេះដែលគួរឲ្យគោរពមែនតើខ្ញុំនិយាយឲ្យស្មោះខ្ញុំអត់ដែលឮលោកសំរងស៊ីនិយាយអ្វីប៉ះពាល់លោកកម្មសុខាសុំបីតែម្ដងគាត់អាចនិយាយធ្លាប់តែឮថាលោកកម្មសុខាថ្លែងសារអីដែលប៉ះពាល់ដល់តំណែងតំណងរវាងលោកកម្មសុខានិងលោកសំរងស៊ីនិងក្រុមអីនៅក្រៅប្រទេសលោកសំរងស៊ីមានតែថ្នមតែជួយការពារលោកកម្មសុខាទៅទៀតដោយនិយាយថាតាមពិតលោកកម្មសុខាថ្លែងសារបែបនេះដោយសារគាត់រងសម្ពាធរងអីគ្មានសិទ្ធិនយោបាយគ្មានអីអញ្ចឹងមិនអាចយកជាការបានលោកសំរងស៊ីគឺអហោសិកម្មអនុគ្រោះហើយសន្តោសប្រប្រណីហើយលើកស្ទួយលោកកម្មសុខាគ្រប់ពេលហើយទាមទារឲ្យដោះលែងលោកកម្មសុខាគ្រប់វិនាទីអត់ដែលវាយប្រហារលោកកម្មសុខាទេព្រោះលោកសំរងស៊ីគាត់ជាអ្នកនយោបាយចាស់ទុំស្គាល់ចរិតលោកហ៊ុនសែនច្បាស់គីឡូស្មើគ្នាគាត់ដឹងថាបើធ្វើសារអីក៏ដោយឲ្យតែមានបញ្ហាប្រឆាលោកកម្មសុខានិងសំរងស៊ីគឺច្បាស់ណាស់គឺនឹងចូលដៃបានចំណេញដល់គណៈបព្វជិជនកម្ពុជានិងលោកហ៊ុនសែនអញ្ចឹងហើយបានជាលោកសំរងស៊ីសុំសរសើរបើរងការមាក់ងាយពីស្អីគេហ្នឹងគឺថាអូយស្រោចក៏ប៉ុន្តែលោកអត់ធ្មត់ច្រើនមែនតើខ្ញុំសុំសរសើរកម្ររកថ្នាក់ដឹកនាំបានដូច្នេះណាព្រោះអីលោកសំរងស៊ីភាគច្រើនគាត់ដឹកនាំរបៀបគំនិតមិនយករឿងបុគ្គលជារឿងធំណានេះជាគំរូដល់ថ្នាក់ដឹកនាំឬគំរូដល់សកម្មជនរបស់គណៈបកប្រឆាំងនៅទូទាំងប្រទេសប៉ុន្តែគណៈបកប្រឆាំងដែលជាអ្នកអួតថាស្រឡាញ់លោកសំរងស៊ីភាគច្រើនហាក់បីដូចជាបំភ្លេចចោលអស់នៅអ្វីដែលជាគុណសម្បត្តិនិងភាពល្អរបស់មេដឹកនាំរបស់ខ្លួនតែងតែធ្វើផ្ទុយមេដឹកនាំមិនឲ្យជេរមិនឲ្យបតិចមិនឲ្យបដាសាអីកូនចៅហ្នឹងគឺប្រសាចស្រេចតែក្បាលវ៉ាល់ជេរបចោយកវេទិកាដូចថាឌៀមដាមបុគ្គលយកកាត់តរូបភាពអ្នកនេះកូនអ្នកនោះអ្នកនេះសហាយស្មន់អ្នកនោះដូចថាអត់ប្រយោជន៍មេដឹកនាំមានសិលធម៌ខ្ពស់ប៉ុន្តែកូនចៅមួយចំនួនបំផ្លាញមេដឹកនាំណាហើយវាជារឿងអកុសលដែរតែប្រហែលជាអស់លោកទាំងអស់នោះមិនបានរៀនសូត្រអញ្ចឹងឬក៏ដឹងរឿងហ្នឹងឬក៏យ៉ាងម៉េចដែរខ្ញុំអត់យល់ដែរប៉ុន្តែខ្ញុំនៅតែគិតថាមកដល់ម៉ោងនេះខ្ញុំអត់ដែលឮលោកកម្មសខាលោកសំរងស៊ីវាយប្រហារលោកកម្មសខាសុំបីតែម្ដងនេះគឺជារឿងពិតដែលជាគុណតម្លៃនិងគុណភាពនៃមេដឹកនាំណាចង់បងប្អូនចាត់ទុកលោកសំរងស៊ីជាយ៉ាងណាក៏ដោយប៉ុន្តែខ្ញុំគិតថាបុគ្គលដូចជាលោកសំរងស៊ីនេះគឺជាបុគ្គលដែលមានវិជ្ជាជីវៈមានកម្រិតនៃការធ្វើនយោបាយបែបចាស់ទុំសិលធម៌ខ្ពស់មែនតើដែលបើសិនជាបានគាត់ទៅកាន់ប្រទេសមិនដឹងខ្មែរយើងមានភ័ព្វវាសនាប៉ុណ្ណាខ្ញុំគិតថាអញ្ចឹងហើយបើកាន់ជាមួយលោកកម្មសខាទៅរឹតតែល្អឲ្យបានគ្នាអញ្ចឹងណាហើយខ្ញុំ